ថាតើក្រុមណាខ្លះដែលកំពុងតែមានឱកាសនៅក្នុងការលើកពាន UEFA Champions League នៅក្នុងរដូវកាលនេះបាទខ្ញុំសូមផ្ដល់ឲ្យបាទសម្រាប់ប៉ារីសខ្ញុំគិតថាក៏ខ្លាំងដែរបាទប៉ុន្តែនៅក្នុងរដូវកាលនេះគឺមិនមែនដូចរដូវកាលមុនទៀតទេក្រុមនីមួយៗតែតែមានការផ្លាស់ប្ដូរក៏ដូចជាមានការអាប់ដេតបាទហើយបើសិនជាខ្ញុំនិយាយវិញគឺខ្ញុំអាចនិយាយថាអ្នកដែលមានអត្រាខ្ពស់ខ្ញុំសូមផ្ដល់ឲ្យ Liverpool បាទបន្ទាប់មក Bayern Munich បាទសិតតអ្នកដែលមានអត្រាខ្ពស់អញ្ចឹងណាប្រិមិត្តបាទ Liverpool Bayern Munich បន្ទាប់មកទៀតគឺ Barcelona បាទបន្ទាប់មកទៀតបាន Real Madrid ហើយបាន PSG បាទនឹងសិតតអ្នកដែលស្ថិតនៅក្នុងបន្ទាប់ណាបាទបន្ទាប់មកទៀតចុងក្រោយគឺ Arsenal ប៉ុន្តែមើលទៅដូចតានទៅ Arsenal បាទចិត្តខ្ញុំតែគិតថាសម្រាប់ Arsenal លោក Arteta គួរតែសំងំយក Premier League ទៅបាទមិនបាច់ទៅខំទេបាទការប្រកួតនេះមកល្មមប៉ុន្តែការប្រកួតចុងក្រោយរបស់គាត់នៅ UEFA Champions League ខ្ញុំមើលទៅគឺមែនបាទគាត់អត់ព្យាយាមដាក់កីឡាព្យាយាមឲ្យកីឡាករនោះប្រឹងខ្លាំងអស់ពេកទេបាទលេងមកល្មមបាទបើទោះជាដឹងថាគាត់មានអត្រាខ្ពស់ជាងនៅក្នុងការឈ្នះក៏ពិតមែនប៉ុន្តែសម្រាប់បាទលោក Arteta គឺមិនប្រើប្រព័ន្ធនៅក្នុងការប្រយុទ្ធខ្លាំងពេកនោះទេបាទលទ្ធភាពនេះខ្ញុំអាចនិយាយបានថាសម្រាប់លោក Arteta គាត់ស្វែងយល់ហើយដឹងហើយខ្លះថាការដែលដាក់កីឡាករលេងខ្លាំងពេកវាអាចផលប៉ះពាល់នៅពាក់កណ្ដាលរដូវកាលទៅព្រោះតែពីរដូវកាលចុងក្រោយនេះហើយដែលធ្វើឲ្យគាត់បាត់ពានដោយសារតែបាត់បង់កីឡាករហ្នឹងហើយអញ្ចឹងដល់ពេលនេះគាត់ទិញកីឡាករមកស្តុកហើយបាទប្រិមឃើញហើយកីឡាករគឺស្តុកតែម្ដងស្លាបឆ្វេងក៏មានស្តុកសាបស្ដាំក៏មានស្តុកតំបន់ប្រយុទ្ធកណ្ដាលក៏មានស្តុកបាទតំបន់បម្រើស្ទើរបន្តិចបាទអត់អូដេហ្គាទៅពិបាកស្តុកបន្តិចប៉ុន្តែបច្ចុប្បន្នក៏មិនអីដែរបាទព្រោះមាន Zubi Mendy បាទ Zubi Mendy នេះគឺចំនួនតំណែងរបស់ផាថៃនឹងឯងដល់តំបន់បម្រើការពារបាទហើយក៏ដូចជាមាន Merino បាទប៉ុន្តែគ្រាន់ថា Merino គាត់មិនបម្រើចំដូចជាមួយនឹងអូដេហ្គាទេបាទឆ្នាំនេះអូដេហ្គារោគរ៉ាបន្តិចណាប្រិមឃើញទេអាសនលមកគាត់ដើរបើកនៅការពាររោគរ៉ាបាត់ហើយតំបន់ការពារអូខេបាទ Mosquera បាទចំនួនតំណែងរបស់ Saliba បាទយ៉ាងណាមិញសម្រាប់បាទកីឡាករប៉ុណ្ណេះក៏មានអ្នក rotate ហើយបាទសម្រាប់បាទលោក Arteta អញ្ចឹងបើសិនជាគាត់បាទនៅតែចិត្តគួចគង់ចង់បានពានធំហើយក៏ដូចចង់បាន Premier League ទៀតបាទមិនមែនជាឱកាសរបស់គាត់ក្នុងការយកពាន2ឬក៏ពាន3នៅក្នុងមួយរដូវកាលនោះទេបាទត្រូវតែចោលមួយចាប់យកមួយបាទព្រោះពេលនេះគឺត្រូវយកពានសិនបាទប្រសិនបើឆ្នាំនេះអត់ពានទៀតលោក Arteta នេះកៅអីហ្នឹងក៏មិនមែនតិចប្រហែលដែរកៅអីក៏នៅតែក្តៅដែរបាទព្រោះការចំណាយរបស់ Arsenal ចាប់ពីតាំងពីលោក Arteta ចូលមកក៏ចំណាយមិនស្ទើរដែរច្រើនណាស់បាទច្រើនណាស់បាទអញ្ចឹងសម្រាប់ពេលនេះប្រសិនបើឆ្នាំនេះបាទលោក Arteta អត់អាចដឹកនាំបានអីទៀតនឹងជារឿងមួយដែលយ៉ាប់ណាបាទលោក Arteta នឹងយ៉ាប់ហើយបាទព្រោះដោយសារចាយច្រើនបាទក្លឹបផ្ដល់អត្ថភាពឲ្យគាត់កីឡាករណាគាត់អត់ចង់គឺគេព្យាយាមឲ្យគាត់តាមចិត្តគាត់តែម្ដងបាទអញ្ចឹងចំណុចនេះទៅមើលបន្តទៀតតើគាត់នឹងស្វែងយល់បានដែរទេថាការដាក់កីឡាករឲ្យលេងឬក៏ការលេងពានច្រើនពេកវាធ្វើឲ្យគេហៅថាបាទត្រីរស់ក៏រួចទាំងសាយក៏រួចទេព្រោះមិនដឹងថាត្រីរស់ក៏រួចទាំងសាយក៏រួចអញ្ចឹងបាទចាប់មួយនេះដាច់កីឡាករបាត់ទៅដល់នោះវិញពងចាប់ដើមចាញ់គេបានមកលេងយ៉ាងនេះវិញចាញ់គេបណ្ដោយណែចំណុចហ្នឹងណាបាទបើសិនជាប្រិយមិត្តឃើញថា Liverpool ដូចជាមិនសូវស្រួលខ្ញុំគិតថាកីឡាករគាត់ល្អពេកហើយបាទគិតមកដល់បច្ចុប្បន្ននេះគ្រប់តំបន់ទៅហើយការប្រកួតម្សិលមិញគឺនិយាយមួយម៉ាត់ពីរគ្រាប់របស់ AT Madrid នេះមិនមែនគ្រាប់ល្អប្រហែលទេណាបាទគ្រាប់ពីរគ្រាប់នេះមិនមែនជាគ្រាប់ល្អប្រហែលទេបាទបើសិនជាយើងនិយាយទៅគឺសុទ្ធតែជាគ្រាប់ដែលមិននឹកស្មានដែរណាហើយសម្រាប់បាទការដែលស្វែងរកគ្រាប់របស់ Liverpool ជាមួយ AT យ៉ាងមិញគឺ Liverpool គឺមានឱកាសច្រើនមែនទែនបាទប៉ុន្តែចំបកគោទីផងអ្នកចាំទីសង្គ្រោះផងអញ្ចឹងណាបាទហើយបើសិនជាយើងនិយាយអំពីកីឡាករវិញប្រិមត្តឃើញហើយឃើញទេបាទ ETK ផងហើយមាន Isaac ទៀតហើយតំបន់ស្លាប់បើតែពិតទៅបាទ David Daya ណាបើសិនជាមាន David Daya វិញណាបាទ Daya ហ្នឹងគឺជំនួសជាមួយនឹង Gatto វិញខ្ញុំគិតថាមកតំបន់ស្លាប់ក៏ដូចជាតំបន់ប្រយុទ្ធជួរមុខបាទរបស់ Liverpool គឺកាចហ្មងបាទប៉ុន្តែធ្វើម៉េចបាទ David Daya គាត់ចង់ចាក់ចេញហើយប្រិមត្តលើកឃើញថាមិនក៏ Liverpool យកព្រមលក់ David Dayaក៏ព្រោះតែកីឡាករគាត់ចង់ចាក់ចេញបានន័យថាគាត់ចង់ផ្លាស់ប្ដូរបាទគេថាបរិយាកាសថ្មីបាទហើយណាមួយទៀតគឺគាត់អត់ស្ថិតនៅក្រោមការដឹកនាំរបស់លោកចចេញក្លឹបផងហើយឃើញថាមួយរយៈក្រោយក្រោមការដឹកនាំរបស់លោកអានស្លុតហ្នឹងក៏គាត់មានការ rotate គ្នាច្រើនមកជាមួយនឹង Cody Gakpo អញ្ចឹងកីឡាករមួយចំនួនធំគឺគាត់ចង់បាន11អ្នកដំបូងបាទអញ្ចឹងហើយធ្វើឲ្យជាចលករមួយជំរុញឲ្យ David Daya ហ្នឹងគឺចង់ចាក់ចេញហើយទៅជាមួយនឹង Bayern Munich ប្រិមត្តឃើញទេ Bayern Munich លេងជាមួយនឹង Chelsea បាទគឺបាទ David Daya នេះគឺល្អមែនតើបាទព្រោះតែគាត់មិនបានជួយរកគ្រាប់អីមែនប៉ុន្តែយើងឃើញថាសម្រាប់គាត់គឺគាត់បានកន្លុកទីលានបានល្អមែនតើបាទ hit map របស់គាត់គឺខ្លាំងមែនតើនៅក្នុងតំបន់ខាងមុខបាទរបស់បាទ Chelsea បាទ live ពីទូបាទសួស្តីគ្នាបាទញូខ្ញុំសង្ឃឹមអត់តាចំណឹងបាទ complete ណាយប់នេះគឺបាទសេអត់មានជ័យទេបាទប្រយ័ត្នញូវសស៊ីវិញណា
bà nhà cả bà giờ này mình dương con mình click bà nè bà ca pi đầm này chương ai rồi ca môn này cứ PhD bà sân thì dương thì dương PhD bà chụp bón bà ca bà cuốn chụp mình cứ cài mẹ tên bà tayอย่างนั้นคือการประกวดนี่คือป้าจมูกนึงอาจจะลองตาเต้bàรองจ้างมา PhD เนี่ยป้าจมูกนึงบาเซโลนาbàจ้างมา PhD นี่ป้ามือบาเซโลนาการประกวดเกล้าbàคือในไงตีมุ้ยbàไงตีมุ้ยประกวดได้bàไปหมดนะbàจังจำมือมาต่อเดือนมือถัดตาหนึ่งอาจเตอรุ่ยหรือก่ออย่างนะbàรองจ้างอดมือมาต่อติดbàไปนักดังไงbàไปนักดังไงไปป้ามือบาเซนะbà tay sừng khâm tha giảm ma lần chia toàn pe bể lìa và thấy bà xe cô hiện sôi đi đây bà sa tại gà vì nâng ai nâng chia mình toàn pe pa cho mùi nâng bà Paris tê bà sắp Paris mà đọc pe này ở vậy được trong ban mơ khơi không ca bà cốt cứ cái lá có cứ pre khlang bà lúc là với Enric cứ đo cái lá có cứ pre khlang mình tên bao tại đo cái lại na cứ cái lá có tại đo lại nâng cứ khlang mình tên mà chẳng sắp krom đài pre khlang bài đi lưu tra tay krom một hàng tiết cứ tới tại miền ca vô chặt nghe cho bài mình tên ba mình chẳng thấy cứ ai tới rồi tê bà ấy bà sân thì dương vậy pi tập chặt rồi bao cái lá có Paris phải chọn cứ tập chặt cứ khlang mình tên bà dương mơ tới cứ anh vậy ban ha mình thôi mà đa thế sầm rạp bà chặt bị chia bà rồi bao lô với Enric đại thua cái lá co rồi bao quát cứ lên mà rồi phía rồi tại mà đòn bà sầm rạp giúp mình cứ bà rồi cá bà rồi cá bà cửa la bà cửa la quát pe là tia trầu thế nhưng mơ tới pe đằng tí nó được pe đằng tí sầm đầy mấy bà cứ toát ở cả ba từng mốc này bà giờ này mình cứสำหรับParis ខ្ញុំក៏ឃើញថាសម្រាប់ Kvaratskhelia គឺល្អមែនតើបាទគាត់ក្លុកបាទ hit map ខាងមុខគាត់ខ្លាំងបាទហើយសម្រាប់វិទ្យាអីគឺមើលទៅដូចជាតំណងច្រើនមែនតើបាទបើយើងនិយាយទៅគឺកីឡាកររបស់ Paris មិនជាធំដុំអីខ្លាំងពេកនោះទេបាទប៉ុន្តែសម្រាប់ការសហការក៏ដូចការយល់គ្នាគឺល្អមែនតើអ្វីដែលយើងបានមើលឃើញមិនមានស្លាប់ណាដែលមើលទៅគឺគួរឲ្យកត់សម្គាល់បាទ Dembele ក៏នៅតែជាអ្នកជំនឿដែរបាទប្រិមិត្តតែឆ្នាំនេះគឺ Dembele បាទគឺគាត់មានអត្រាខ្ពស់នៅក្នុងការលើកពាន Ballon d'Or បាទប៉ុន្តែសម្រាប់បាទគាត់វិញគឺនៅតែបន្តរបួសជាអញ្ចឹងប្រិមិត្តបាទគាត់នៅតែជាអ្នកជំនឿអញ្ចឹងបាទសម្រាប់ Dembele ខ្ញុំគិតថាបាទ FIFA World Cup លេងខែ7ឆ្នាំក្រោយបាទខែ6ខែ7ឆ្នាំក្រោយបាទឆ្ងាយហ៎ប្រិមិត្តឆ្ងាយទៅបាទសាត់ស៊ីបាទពាក់កណ្ដាលឆ្នាំក្រោយនិយាយទៅចង់មួយឆ្នាំទៀតនោះបាទមកដល់សប្តាហ៍ថ្ងៃជំរុះ World Cup មិនទាន់ក្រុមឃើញអស់ផងបាទអញ្ចឹងសម្រាប់ Paris ដូចខ្ញុំជម្រាបជូនប្រិយមិត្តអញ្ចឹងថាបាទមកដល់ពេលនេះកីឡាករគាត់មិនជុំទេតែងុំគឺទឹកចិត្តរបស់កីឡាករគឺខ្លាំងបាទខ្លាំងបាទអញ្ចឹងចាំមើលប៉ះគ្នាមួយបាសេដែរដឹងហើយបាទការប្រកួតទី2បាទនៅក្នុងដំណាក់កាល League Pace បាទដូចជាថ្ងៃ1ខែ5បាទអញ្ចឹងថ្ងៃថាថ្ងៃទី1ឈានចូលថ្ងៃ2បាទលេងហើយបាទម៉ោង2ភ្លឺបាទតែនិយាយមកបាទតា Chelsea និយាយតិចមកបើចាយលុយច្រើនណាស់បាទហើយក៏ចាយលុយច្រើនក៏គាត់លក់ចលាករចេញវិញបានច្រើនដែរបាទវាយ Man City បាទវាយ ខេមរាវាយ Man City បាសេ Sporting Galatasaray បាទប្រិមិត្តទៅវាយបាសេមិនបាសេអត់មានជ័យផងកំប្រឹងវាយទៅអីអត់ស្រួលទេបាទជួយនិយាយអំពី AI តិចតែប៉ះពាល់អ្វីខ្លះហើយវាជួយយើងអ្វីភាគច្រើនយើងឃើញគេប្រើ AI ច្រើនណាស់បាទយើងចង់និយាយរឿងបច្ចេកវិទ្យាបន្តិចទេសូមនិយាយតែមួយផ្លែទេបាទសម្រាប់បច្ចេកវិទ្យា AI គឺជួយយើងច្រើនហើយក៏វាផ្ដល់ផលលំបាកឲ្យយើងច្រើនដែរអ្វីទៅគេហៅថាផ្ដល់ផលលំបាកផលងាយស្រួលវាមិនសម្រាប់ការងារមួយដែលយើងអត់មានគំនិតឬក៏ចង់និយាយថាភាពច្នៃប្រឌិតបាទយើងអាចឲ្យ AI ជួយយើងបានបាទអញ្ចឹងយើងយកគំនិតដែលច្នៃប្រឌិតពី AI ហ្នឹងបង្កើតជាគំនិតរបស់យើងថ្មីបន្ថែមទៀតដើម្បីធ្វើជាអ្វីមួយដែរបាទវាបានល្អប្រសើរហើយណាមួយទៀតគឺចម្ងល់ឬក៏អ្វីមួយគឺយើងអាចសួរក៏ដូចជាអាចនឹងផ្ដល់ឲ្យ AI នឹងជួយឲ្យយើងបានបាទប៉ុន្តែផលវិបាកនៃ AI វិញគឺយើងនឹងពេលដែល AI ចាប់ផ្ដើមដំណើរការកាន់តែខ្ពស់ទៅសមត្ថភាពវានឹងចាប់ផ្ដើមលើសមនុស្សអញ្ចឹងដល់ពេលដំណាក់កាលចុងក្រោយអ្នកដែលចាប់ផ្ដើមអ្នកដែលមានការងារដែលជាគេហៅថាការងារសិល្បៈដូចជាការងារអ្វីដែលខ្លួនឯងចម្រាញ់ធ្វើហ្នឹងវាបែរទៅជាបាត់បង់ការងារបាទឧទាហរណ៍ថាខាងផ្នែកអ្នក design អញ្ចឹងដល់ពេលដែល AI ខ្លាំងអញ្ចឹងគេគ្រាន់តែវាយជាព្រំប៉ងបាទចេញជារូប AI ចេញជាផលិតផលគេយកទៅបង្ហោះបាទ poster បាទអញ្ចឹងអ្នក design គឺត្រូវអត់ការងារធ្វើបាទហើយបន្តមកទៀតមានអីទៀតមានអ្នកនិពន្ធបទចម្រៀងអញ្ចឹងខំប្រឹងរៀនភ្លេងរាប់ឆ្នាំដល់ពេល AI សរសេរតែប្រហែល clear AI ចេញជាចម្រៀងឲ្យបាត់ណែចំណុចនេះបាទអញ្ចឹងវាមានចំណុចប៉ះពាល់ចំណុចល្អហើយនិងចំណុចអាក្រក់បាទនេះជាផលនៃ AI បាទអញ្ចឹងសង្ឃឹមថា
អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ AI ក៏ទុកឲ្យផ្លូវឲ្យមនុស្សដើរដែរណាបាទកុំឲ្យដូចរឿងដែលគេបាននិពន្ធរឿងដែលគេបានលើកឡើងថាអនាគតទៅ AI ខ្លាំងជាងមនុស្ស AI គឺជាអ្នកគ្រប់គ្រងមនុស្សវិញបាទអាហ្នឹងវាចឹងបាទសុំទៅក្រៅបន្តិចប៉ុណ្្នឹងឯងប្រិមិត្តបាទប៉ុន្តែប្រិមិត្តកុំឲ្យ AI ជួយម៉ែបាទប្រិមិត្តឲ្យ AI ជួយម៉ែប្រព្រឹត្តជាប្រិមិត្តគាត់ជាបាទទៅហើយបាទទៅបោះ AI ហើយបាទព្រោះតែ AI វាអត់ស្គាល់ចេកទេបាទបាទអរគុណច្រើនបាទទៅកាន់សុកខេងបាទខ្ញុំមានតែប៉ុណ្្នឹងទេបាទនួនយើងស៊ីងបាទក៏ដូចជាបាទប្រិមិត្តម៉ាត់ដាត់ Mayweather បាទបារាំងបាទក៏ដូចជា Selena បាទក៏ដូចជាបាទសាត់ស៊ីបាទក៏ដូចជា Lina បាទសួស្ដីដូចគ្នាទៅកាន់សាត់ស៊ីក៏ដូចជាបាទឈុនអ៊ីវបាទស្ដីបាទ Inter C20 ណាបាទខ្ញុំដូចគ្រប់ជូនប្រិមិត្តចឹងលេងក្រៅដីប៉ាសាបាទខ្ញុំផ្ដល់ជូនដល់ប្រិមិត្តគ្រាន់តែប្រយ័ត្នបាទខ្ញុំមិនថាឲ្យ Inter នឹងលេងចាញ់អាសាក់ទេគ្រាន់តែឲ្យប្រិមិត្តប្រយ័ត្នណាបាទដូចខ្ញុំលើកឡើងបច្ចុប្បន្នចឹងថាសម្រាប់ Inter គាត់ល្អហើយបាទប៉ុន្តែយើងក៏ដឹងថាអាសាក់បច្ចុប្បន្នគឺលេងនៅคลิกរបស់គេគឺគ្រាន់បានដែរយើងប៉ះក៏វាមើលមិនស្រួលដែរភាគច្រើនខ្ញុំឲ្យតែប្រិមិត្តកម្រណាឲ្យវាយទៅលើអ្នកក្រៅដីបាទព្រោះយើងលេងក្រៅដីវាមិនស្រួលដូចជាយើងនៅក្នុងដីខ្លួនឯងទេបាទជាជាតិសាកឡមើលទៅមិន AI វាមិនចេះទេដូចខ្ញុំលើកឡើងជូនប្រិមិត្តចឹងដាក់ទៅដាក់តាមលេខ AI លើមើលទៅបាទបង AI ធ្វើស៊ីលើបាទហើយខ្ញុំគ្រាន់តែជម្រាបជូនប៉ុណ្ណឹងអញ្ចឹងហ្នឹងជាជាតិសាកឡមើលបាទដោយសារនិយាយ Man City ជំនេះបាទដល់ហើយបាទមកសូមអង្គុលបាទសួស្ដីដូចគ្នាបាទដូចជា Q ឧស្សាហ៍បាទប៉ុណ្្នឹងចុះបាទអត់មានអីច្រើនទេសម្រាប់ថ្ងៃនេះគឺដោយសារតែព័ត៌មានក៏បានជម្រាបជូនប្រិយមិត្តជាបណ្ដាអស់ហើយបាទសួស្ដីតារាស៊ីដល់អត់មានអីវាវែងឆ្ងាយទេព្រោះអត់មានអីអាប់ដេតថ្មីបាទជូនទៅកាន់ប្រិយមិត្តបាទតើតើជាមួយនឹងរឿង Manchester United លោក Amorim លោកខ្ញុំបានបកស្រាយជូនប្រិយមិត្តបណ្ដាដែរព្រោះថាសម្រាប់លោក Amorim នេះគឺមើលទៅពិបាកណាស់នៅក្នុងការដឹកនាំ Manchester United បន្តទៀតហើយសម្រាប់ប្រិយមិត្តលើកឡើងថាសម្រាប់បាទពុកបាណូណាកូបាទជំនាញនឹងបានលេងអត់ទេណាសម្រាប់ពុកបាតែខ្ញុំគិតថាប្រហែលជាបានពីច្រើនបាទសម្រាប់ពុកបាគឺដំបូងឡើងគឺគេពិន័យគាត់ច្រើនបាទប៉ុន្តែដល់ពេលខាងសារក្រមគេមើលទៅគេឆែកមើលទៅគឺគាត់អចេតនាអញ្ចឹងណាអញ្ចឹងគេក៏កាត់បន្ថយមកគាត់អស់ហើយអញ្ចឹងគាត់អាចចូលរួមមួយកីឡាវិញបានហើយសម្រាប់ពុកបាបាទប៉ុន្តែជាមួយជម្រើសជាតិអត់ដឹងពេលណាបានមកវិញណាហ្នឹងហើយដាត់មេបេដឺអញ្ចឹងសម្រាប់រឿងរ៉ាវរបស់ពុកបាខ្ញុំរៀបរាប់មិញហើយអញ្ចឹងតាក់ទងជាមួយ Man U មកវិញបន្តិចបាទតាក់ទងជាមួយនឹងការផ្លាស់ប្ដូរគ្រូបង្វឹកថ្មីឬក៏ manager ថ្មីគឺមានការលើកឡើងថាសម្រាប់គេថាអតីតកីឡាករក៏ដូចជាអ្នកបាទធ្លាប់ពិភាក្សាអញ្ចឹងគឺលើកឡើងថាសម្រាប់ Carrick គឺជាបេក្ខភាពមួយល្អមែនទែនសម្រាប់ Manchester United បាទសម្រាប់ខ្ញុំ Carrick ក៏បានឬក៏យក Ruud van Nistelrooy មកវិញក៏បានដែរបាទខ្ញុំស្ដាយមែនទែនមិននឹកស្មានថា Man U មើលមិនឃើញទេបាទចាប់ទៅខ្ញុំមើលទៅសម្លឹងមើលឃើញអន់ចិត្តទាំងពីរនាក់ទាំងសម័យរបស់ Carrick បាទទាំងសម័យរបស់ Ruud van Nistelrooy អត់ទុកឱកាសឲ្យពួកគាត់ណាប្រិមិត្តគ្រាន់តែដក manager ធំចេញភ្លាមពួកគាត់ទៅជំនួសស្វែងរក manager ថ្មីភ្លាមតែម្ដងអត់ទុកធរៈវេលាទាំង Carrick បាទទាំងដែល Ruud van Nistelrooy ក៏ជាអតីតដែលកីឡាករដ៏ល្អរបស់ Manchester United ដែរបាទអញ្ចឹងយើងមកដឹងថាតើថ្នាក់ដឹកនាំរបស់ Manchester United នឹងគាត់កំពុងតែគិតអីបាទយល់ហើយថាយកគ្រូដែលកំពុងតែលេចធ្លោយកគ្រូដែលកំពុងល្អប៉ុន្តែកុំភ្លេចថាទាំង Carrick បាទទាំង Ruud van Nistelrooy គឺគាត់បានស្គាល់អស់ហើយសឹងតែនិយាយថាស្គាល់បន្ទប់ក្រោមដីរបស់ Manchester United ស្គាល់បន្ទប់ក្រោមដីរបស់ Old Trafford បាទ Carrington គាត់ស្គាល់ដូចជាផ្ទះរបស់គាត់ចឹងបាទអញ្ចឹងមានន័យថាមនោសញ្ចេតនារបស់វាអ្វីដែលត្រូវបានលេងពីមុនហ្នឹងគឺគាត់មានអារម្មណ៍នៅក្នុងហ្នឹងអស់ហើយប៉ុន្តែអត់ទុកឲ្យពេលវេលាឲ្យគាត់បាទតែយ៉ាងណាមិញក៏មានការលើកឡើងដែរថាសម្រាប់ Carrick គឺជាបេក្ខភាពមួយដ៏ល្អបំផុតហើយសម្រាប់ Manchester United ហើយមួយរូបទៀតហ្នឹងដែលសម្លឹងមើលឃើញគឺលោក Gareth Southgate បាទដែលជាអតីតអ្នកដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបាទនិយាយជើងហ្នឹងយើងធ្លាយទៅដល់លោក Tuchel ទៅបាទដែលកំពុងដឹកនាំអង់គ្លេសឃើញថាកំពុងតែល្អមែនតើបាទចាំមើលតែនៅពេលគាត់ដឹកនាំប៉ាអាល្លឺម៉ង់មិនវិញទៅណាបាទតែយ៉ាងណាមិញគឺនេះការងារគឺការងារប្រទេសជាតិគឺប្រទេសជាតិអត់យកឯងនិយាយគ្នាបានទេមិនមែនជាសង្គ្រាមទេនេះគឺជាកីឡាបាទកីឡាគឺនាំមកនៅសុខភាពនាំមកនៅសន្តិភាពបាទអញ្ចឹងគឺមិនអត់បានគិតរឿងហ្នឹងទេបាទតែសម្រាប់លោកទូសែខ្ញុំមើលទៅដូចជាកសែភ្នែកគាត់ក្នុងការរើសកីឡាករដូចល្អបាទសម្រាប់ជម្រើសជាតិអង់គ្លេសណាអញ្ចឹងចាំមើលតើ World Cup នេះគាត់អាចជួយអង់គ្លេសឲ្យបានដល់វគ្គណាបាទនៅក្នុងថ្ងៃនេះផងដែរក៏ជាការប្រកួតបាទសម្រាប់ក្រុមដែលនៅសេសសល់បាទមាន6គូទៀតបាទក្នុងការប្រកួត UEFA Champions League ជាការប្រកួតទី1នៅក្នុងបាទដំណាក់កាល League Pace បាទយើងឃើញថាចាប់តាំងពីការប្រកួតមិនសល់មួយថ្ងៃរហូតដល់មិនសល់មិញនេះមកអ្នកដែលកំពុងតែឈរលើកំពូលតារាងបច្ចុប្បន្នគឺប៉ារីសបាទត្បិតតែមានពិន្ទុស្មើគ្នាមែនតែប៉ារីសយកមិញធ្វើបានល្អមែនទែនដោយរកបានរហូតដល់4គ្រាប់ឯណោះ
បាទធ្វើឲ្យចំនួនគ្រាប់នេះគឺលើសគេបាទឈរលើកំពូលតារាងបាទហើយការប្រយុទ្ធមិញឃើញថាសម្រាប់ Liverpool ប៊ីសតែមិនចង់នឹងឈ្នះបាទទៅលើបាទអាតេម៉ាឌ្រីតទៀតប៉ុន្តែយើងឃើញថាសម្រាប់រដូវកាលនេះគឺលោកអានស្លុតដឹកនាំដូចជាស៊ីតែចុងម៉ោងបាទចុងម៉ោងមិនស៊ីបាទចាំមើលតើនឹងទៅជាយ៉ាងណាបន្តទៀតដោយសារតែលោកអានស្លុតនេះគឺបដិញ្ញាចិត្តនៅក្នុងការលើកUEFA Champions League តើគាត់ពិតជាអាចនឹងធ្វើបានល្អដែរទេបាទចាំមើលតទៅទៀតបាទព្រោះដោយសារតែរដូវកាលទី1លើក Premier League ហើយបាទរដូវកាលនេះគាត់ហ៊ានលើក UEFA Champions League បានទៀតមានន័យថាគាត់គឺជាគ្រូបង្វឹកដែលជោគជ័យមែនតើហើយបាទហើយការប្រយុទ្ធមិញនេះទៀតសោតក៏ប្រិមិត្តក៏ដឹងបន្ទុកហើយបាទមើលទៅល្អមែនតើ Inter ក៏ធ្វើបានល្អ Paris Liverpool បាទក៏ដូចជាបាទ Bayern Munich បានយកឈ្នះទៅលើ Chelsea បាទក្នុងលទ្ធផល3-1បាទការប្រកួតយប់នេះដូចជាមិនសូវជំនាញអីល្អមើលខ្លាំងទេមកល្មមបាទជាមួយនឹង Manchester City និង Napoli អ្វីដែល Manchester City ជាមួយនឹង Napoli ដែលល្អមើលនោះគឺដោយសារតែសម្រាប់ De Bruyne បាទបច្ចុប្បន្នគឺជាកីឡាកររបស់ Napoli ត្រូវប៉ះជាមួយនឹងក្លឹបចាស់របស់ខ្លួនបាទតែប៉ុណ្្នឹងទេហើយក៏មានកីឡាកររបស់ Man U មួយចំនួនដែរបាទប្រិមិត្តដូចជា Haaland ហើយក៏ជា McTominay បាទអញ្ចឹងសម្រាប់អ្នកទាំង3នេះនឹងត្រូវមកកាន់ប្រទេសអង់គ្លេសវិញបាទមិនត្រូវមកកាន់ទេឥឡូវកំពុងនៅទឹកដីប្រទេសអង់គ្លេសដើម្បីត្រៀមខ្លួនប្រកួតទៅក្នុងរាត្រីនេះបាទអញ្ចឹងក៏វាជារឿងមួយដែលល្អមើលដែរណាប្រិមិត្តបាទតែយ៉ាងណាមិញក៏យើងមិនចោលដែរជាមួយនឹង Barcelona បាទយប់នេះត្រូវប៉ះជាមួយនឹង Newcastle អ្វីដែលប្លែកនោះមែនតើប្រិមិត្តគឺ Barcelona អត់មានជ័យទេបាទយប់នេះគឺ0ស្មើបាទប្លែកមែនតើប្លែកទៀតហើយបាទអញ្ចឹងការប្រកួតយប់នេះគឺមិនស្រួលនោះទេបាទមិនស្រួលនោះទេបាទលោក Andy Howe ដែលជា manager របស់ Newcastle ហ្នឹងគាត់លើកឡើងថាស្ដាយបាទស្ដាយដែលអត់បានជួបជាមួយនឹង Lamine Yamal បាទសម្រាប់ Lamine Yamal យោងតាមព័ត៌មានចុងក្រោយបានបញ្ជាក់ថាគាត់នឹងមិនអាចចូលរួមវិញបានភ្លាមៗទេហើយចុងសប្តាហ៍នេះក៏អត់មានវត្តមានរបស់គាត់ដែរអញ្ចឹងមានន័យថាសម្រាប់ Yamal នេះអាចនឹងត្រូវឈប់រយៈពេលយូរអាចនឹងអាទិត្យនេះហើយអាទិត្យក្រោយមួយទៀតបាទអាទិត្យក្រោយមួយទៀតបាទព្រោះដោយសារតែលោក Hansi Flick ហ្នឹងគឺគាត់អត់ចង់ដាក់បាទមួយ Yamal ទេព្រោះដោយសារ Yamal គឺគាត់នៅស្ថិតនៅដីក្មេងអញ្ចឹងបើសិនជាក្នុងការគាត់អត់ទាន់ជា 100% ទេត្រឹមតែ8បាទក៏លោក Hansi Flick ថាមិនដាក់ដែរបាទ80ក៏មិនដាក់ដែរលុះត្រាតែ100ហ្មងតែមិនដាក់បាទចំណុចនេះគឺខ្ញុំគ្រប់គ្រងបាទប្រិមិត្តបាទកីឡាករមួយចំនួនគឺគាត់ស្ថិតនៅក្នុងវ័យក្មេងដូចយ៉ាម៉ាល់ហ្នឹងតែ18អីអញ្ចឹងបាទអញ្ចឹងករណីដែលគាត់នៅមានបញ្ហាគឺនៅប្រកបគាត់ចូលលេងទៅខូចអនាគតរបស់គាត់បាទតួយ៉ាងកីឡាករមួយចំនួនធំគឺបញ្ហាអញ្ចឹងហើយបាទមិនបាច់មើលអ្នកណាឆ្ងាយទេបាទយើងមើលតែអ្នករួមក្រុមជាមួយគាត់ទៅក៏ឃើញដែរណាបាទកាលណារងរបួសធ្ងន់ហើយគឺពិបាកមកនៅក្នុងការត្រឡប់មករកបាទ form របស់គាត់ដូចដើមវិញបាទអញ្ចឹងចំណុចនេះក៏ជាចំណុចមួយដែលពិបាកដែរបាទដឹងថា Dele Alli ទៅកូរ៉េបាទតែក៏បាត់ដំណឹងឈឹងទៅបាទខ្ញុំក៏ដែរបានមើលព័ត៌មានគាត់ណាបាទ Dele Alli ទៅកូរ៉េបាទហើយសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះគឺឃើញថាមាន2គូធំនេះដែលគ្រាន់ល្អមើលបាទគឺមាន Man City ប៉ះមួយ Napoli ហើយក៏ដូចជាបាទ Newcastle ប៉ះជាមួយនឹង Barcelona បាទតែយ៉ាងណាមិញសម្រាប់ការប្រកួតយប់នេះប្រិមិត្តកុំស្រឡាញ់ Barcelona ពេកមើលទៅដូចជាមិនសូវស្រួលទេព្រោះអត់ជ័យបាទមើលទៅដូចមិនតំណងទេបាទហើយសម្រាប់ Manchester City ឲ្យជ័យដល់ទៅមួយស្និតឯណោះបាទអញ្ចឹងមានន័យថាដូចជាតំណងដែរប៉ុន្តែ Napoli បច្ចុប្បន្នមិនមែនដំឡូងមូទេកំពុងតែឈរលើកំពូលតារាងនៅ Italy Serie A បាទអញ្ចឹងមានន័យថាការប្រកួតយប់នេះគឺតានតឹងមែនទែនបាទអ្វីដែលយើងបានមើលឃើញគឺសម្រាប់យប់មិញគឺប៉ារីសធ្វើបានល្អមែនទែនសឹងតែនិយាយពាក្យថាបត់តារាងលេងជាមួយនឹងអាតាឡង់តាបាទតែក៏ប្រិមត្តដឹងហើយថាសម្រាប់អាតាឡង់តាគឺគាត់មិនមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់នៅក្នុងការតទល់ជាមួយនឹងប៉ារីសនោះទេកម្រិតរបស់កីឡាករហើយដូចជាកម្រិតរបស់ក្លឹបវាហាក់បីដូចជាខុសគ្នាឆ្ងាយអញ្ចឹងណាបាទហើយយ៉ាងណាមិញសម្រាប់ Inter ក៏ធ្វើបានល្អដែរដែលយកឈ្នះក្រៅដីទៅលើអាហ្សាបាទអាហ្សាបច្ចុប្បន្នក៏មិនដូចអាហ្សាពីមុនដែរបាទការម្សិលមិញនេះគឺថាសម្រាប់បាទគូដែលវាយហ្នឹងក៏ដូចជាមានព្រៀបជាងល្អមែនតើបាទ3មានជូនទៅកាន់ប្រិមិត្តបាទជូននៅរៀលបំរុងរហូតអញ្ចឹងបាទជូន Bellingham ក៏របួសបាទប្រហែលជាប្រិមិត្តបានមើលព័ត៌មានអញ្ចឹងណាបាទសុខសុភាបាទតែពិតជូន Bellingham គឺគាត់របួសបាទអញ្ចឹងសម្រាប់គាត់ទើបទៅចូលរួមវឹកហាត់វិញទេបាទ Endrick ក៏ទើបទៅចូលរួមវឹកហាត់ដែរបាទអញ្ចឹងសម្រាប់ Bellingham អាចនឹងចូលរួមបាននៅចុងអាទិត្យនេះប៉ុន្តែអត់ដឹងថាតើលោកបាទ Alonso នឹងដាក់ដែរអត់ទេអញ្ចឹងណាបាទអញ្ចឹងសួស្តីដល់កម្មប្រិមិត្តយើងបន្តិចសិនទៅមុននឹងយើងឈានចូលដល់សាច់រឿងហើយថ្ងៃនេះក៏ដូចជាអត់មានព័ត៌មានអីច្រើនណាស់ណាដែរបាទជូនដល់កម្មប្រិមិត្តបាទហើយជំរាបជូនប្រិមិត្តគឺជាផ្លូវការ 100% ណាសម្រាប់បាទលោក Jose Mourinho ដឹកនាំ Benfica បាទហើយសម្រាប់ការដឹកនាំ Benfica នេះគឺកងត្រារយៈពេល2ឆ្នាំបាទចាំមើលតើគាត់នឹងធ្វើបានល្អដែរទេខណៈពេលដែល Benfica នេះក៏នឹងត្រូវបាទក៏ប្រកួត UEFA Champions League ដែរបាទដូចជា Benfica នេះដូចចាញ់ឯមិញមុន Benfica ហ្នឹងបាទចាញ់ទៅលើការបាក់3-2
បាទអញ្ចឹងចាំមើលតើលោកចុះស្មូញ៉ូនឹងអាចស្ដារស្ថានភាព Benfica វិញបានដែរទេបាទហើយសម្រាប់យប់នេះម៉ោង 11:45 ក៏ដូចជាអត់មានគូអីដែលសូវល្អមើលទេបាទមានដែរបាទមាន Bayer Leverkusen បាទប៉ុន្តែមើលទៅដូចជាមិនសូវជាល្អមើលទេប៉ះជាមួយនឹងក៏ប៉ិនហាចិនបាទដែលជាក្លឹបបាទបាទសំទោសបាទដែលជាក្លឹបមកពីប្រទេសដាណឺម៉ាកបាទយ៉ាងណាមិញសម្រាប់ Bayer Leverkusen បច្ចុប្បន្នក៏បាទมันជាខ្លាំងខ្លាណាស់ដែរដោយសារតែកីឡាករមួយចំនួនហ្នឹងគឺរងរបួសបាទក៏ដូចជាមួយគូទៀតហ្នឹងក្លឹបរឹកជាមួយនឹង Monaco បាទអត់សូវល្អមើលទេបាទអញ្ចឹងយប់នេះគឺមានតែពីរគូទេដែលយើងអាចនិយាយបានថាល្អមើលគឺមានបាទ Napoli ជាមួយនឹង Manchester City ហើយជាមួយនឹង Newcastle ហើយជើង Barcelona បាទ